ឃើញសេចក្តីសម្រេចនិងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃរួមទាំងរូបភាពលោកហ៊ុនសែនយកក្មេងទំនើងទៅជួបត្រៀមបញ្ជូនទៅការពារភូមិឃុំនេះតាមើលឃើញថាគេមានបំណង3ធំបំណងទី1គឺឲ្យយើងនាំគ្នាទៅខឹងសម្បាងគេភ្លេចគិតពីភាពអសកម្មដែលគេមិនអាចចរចារោគដំណោះស្រាយរឿងថៃរំលោភយកដីយើងឡើងងាកមកគិតនឹងក្មេងទំនើងព្រោះហើយនេះគេច្បាស់ណាស់គេទៅសេថ្ងៃនេះសម្ដេចដេជោអនុញ្ញាតឲ្យមីដឹកនាំក្មេងទំនើងសូម្បីតែក្មេងទំនើងក៏គេមានមីរបស់គេដែរក្មេងទំនើង5នាក់តំណាងក្មេងទំនើងទូទាំងប្រទេសចូលជួបសម្ដែងការសំគូសម្ដែងការគូសំនិងទទួលស្ដាប់ឱវាទដ៏ថ្លៃថ្លារបស់សម្ដេចឆ្កែឈួតមុននឹងពួកគេចេញទៅធ្វើការបំពេញតួនាទីជាប្រជាការពារភូមិអូញោមហើយពេលឃើញចេះមកតាមិនដឹងថាស្រុកយើងមានមនុស្សជានៅខ្លះឬក៏ថាវាឈួតតែគ្រូសាហ៊ុនសែនហើយវាដាក់ឆ្នាំឈួតឲ្យខ្មែរទាំងអស់គ្នានឹងគ្នារត់ឈួតតាមអញ្ចឹងអ្នកឈួតហ្នឹងគឺឯងហ្នឹងឯងខ្ញុំដល់អញ្ចឹងដឹងគោរពធ្វើអីបងប្អូនមនុស្សមិនគ្រប់ក៏ដឹងថាហ្នឹងគឺជារូបคล้ายដែរណាមិនគ្រប់ក៏ដឹងថាជាមនុស្សคล้ายដែររូបคล้ายដែរអូកម្រិតសម្ដេចដេជោដែរយកក្មេងទំនើងទៅជួបហើយទៅជួបបើថាទៅជួបចោះថាសម្ដេចដេជោឲ្យវាជួបចោះមិនវាក្រដល់ថ្នាក់អត់អាវពាក់អីក៏មិនហើយមានឃើញកោះសន្តិភាពគេចេញសារនឹងប៉ិតទៅអត់ទៅមើលកោះសន្តិភាពមើលពីថ្ងៃមុនហ្នឹងហើយក្នុងនាមជាលោកទៅយកខ្លឹមសារនឹងមកបំភ្លៃសេចក្តីសម្រេចសេចក្តីប្រកាសនិងសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃឯណាសេចក្តីសម្រេចឯណាសេចក្តីប្រកាសអាការដែលចង់ឲ្យក្មេងទំនើងទៅធ្វើជាវិជាការពារគឺជាគំនិតរបស់លោកទូចសុខៈដែលជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃមិនមែនជាសេចក្តីសម្រេចទេសេចក្តីសម្រេចលុះត្រាតែវាយត្រាចេញពីឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញជាប្រកាសមកអានោះបានគេហៅសេចក្តីសម្រេចឬក៏អនុក្រឹត្យដែលចេញដោយសម្ដេចនាយករដ្ឋមន្ត្រីដល់គង់ពោះបានគេហៅសេចក្តីសម្រេចហើយគាត់នៅគំនិតអ្នកនាំពាក្យគាត់និយាយមកមិនតិចតែមិនយកជាផ្លូវការទេគាត់គ្រាន់តែជាគំនិតរបស់គាត់មានសេចក្តីសម្រេចពីអង្កលហើយឲ្យយកមកបំភ្លឺថាជាសេចក្តីសម្រេចអាហ្នឹងមួយងាកមករឿងរូបថតជាមួយសម្ដេចដេជោអញនិយាយត្រង់អញខ្ជិលនិយាយវែងឆ្ងាយជាងនឹងគាត់អញចង់ប្រាប់ថារូបអាក្មេងប្រមាណ5នាក់នេះណាកុំថាទៅដល់ក្នុងផ្ទះសម្ដេចដេជោដើរតែក្បែរប្រទីអង្គរៈគេទាត់ចេញក្អួតបាត់ហើយនេះណានិយាយអាក្រក់ស្ដាប់ចឹងទៅមកទៅខាងស្ថាប័នអង្គរៈដំកតិសង្ឃមនិតហ៊ីងមិនហៀងមកលោកបានឃើញកុំប្រកាន់អីខ្ញុំមិនទៅថាអង្គរៈលោកកាចដល់ថាហ្នឹងប៉ុន្តែវាអត់មានត្រូវទៅជួបអីទេក្មេងទំនើងអញ្ចឹងបងប្អូនហើយបាទខ្ញុំដល់ពេលឃើញបុត្របន្ទិញវានិយាយអញ្ចឹងខ្ញុំទៅហួសចិត្តទៅវិញកុំថាសម្ដេចដេជោខ្ញុំជួបផងនេះខ្ញុំមិនដឹងជួបទៅអីផងនេះមិននិយាយដល់សម្ដេចដេជោទេខ្ញុំក្មេងធម្មតាមនុស្សធម្មតាខ្ញុំមិនដឹងទៅជួបទៅអីខោអាវអញ្ចឹងវាអត់មានតង់អាវពាក់ផងហើយទៅយកមកធ្វើជាការពិតសារហ្នឹងគឺសារគ្នាលបងទិញឯងហ្នឹងគឺប្រឌិតគឺអាហេងគឹមឡាយអាហេងគឹមឡាយឃើញអន់ចិត្តអន់ថ្លើមអាណាមិនឲ្យជួបមិនឲ្យចូលប្រជុំអីណាឯងវាសម្រាមគេមិនឲ្យជួបចឹងហើយឯងវាគ្មានតម្លៃទេឯងជាបន្ទុកឲ្យក្រុមប្រឆាំងទៅវិញទេសមនឹងស៊ីអាលាយដោយសារឯងតោងគេជក់ឈាមគ្រប់តែគ្នាអាហេងគឹមឡាយគេមិនឲ្យឯងចូលរួមវាសមហើយត្រឡប់កុំទៅនិយាយរឿងផ្សេងក្រៅពីរឿងបុត្របន្ទិញហ្នឹងវាហួសចិត្តបងប្អូនហើយបាទវាហួសចិត្តសារคล้ายមួយក៏បុត្របន្ទិញយកមកនិយាយឲ្យប្រសង់គេហៅថាពាក្យសัตว์ពាក្យសង្ឃពាក្យមិនពាក្យសัตว์វាអត់មានពិតប្រកបទេសัตว์វាត្រូវព្រុសទៅដល់ពាក្យសង្ឃអត់ទេការនិយាយរបស់សង្ឃបើអត់ពិតនិយាយបានទេដាច់សិលហើយបាទមុសាវាទាវេរមណីសិក្ខាបទាំងសមាទិយាមិចេតនាជាហេតុវាចាកិរិយាពលពាក្យកុហកដូចរឿងសេចក្តីប្រកាសនិងសេចក្តីសម្រេចតើក្រសួងមហាផ្ទៃប្រកាសឲ្យនៅបើអត់ទាន់ប្រកាសបានន័យថាមិនមែនជា
សេចក្តីសម្រេចទេហើយក៏មិនមែនជាសេចក្តីប្រកាសដែរហើយបុត្របន្ទិញថាជាសេចក្តីប្រកាសនិងសេចក្តីសម្រេចដល់រឿងក្មេងទំនើងបងប្អូនអ្នកប្រឆាំងទាំងឡាយកុំថាត្រឹមតែអ្នកជឿជាក់លើរាជរដ្ឋាភិបាលនិងសម្ដេចតេជោបងប្អូនអ្នកប្រឆាំងក៏បងប្អូនអត់ជឿថារូបនេះជារូបពិតដែរណាដូចខ្ញុំនិយាយចឹងកុំថាទៅជួបសម្ដេចតេជោសុំជួបខ្ញុំមកជួបផងអាក្មេងទំនើងប្រហែលអ្នកហ្នឹងឃើញរូបពីណាមកគេយកមកពីណាផងហើយបុត្របន្ទិញយកមកធ្វើនិយាយដូចការពិតហើយសួរថាស្រុកខ្មែរមានឈួតប្រហែលអ្នកឈួតគឺបុត្របន្ទិញឯងហ្នឹងហើយតែទៅយករូបខ្លែងមកធ្វើជាការពិតវាហួសចិត្តពេកធ្វើជាលោកហើយនិយាយមិនដឹងក្បាលមិនដឹងកតុយមិនដឹងពាក្យសច្ចៈមិនដឹងពាក្យស្មោះត្រង់ពាក្យពិតយ៉ាងម៉េចផងហ្នឹងក្មេងទំនើងមិនក៏ដោយបើវាទៅជួបអ្នកធំដុំឬក៏សម្ដេចតេជោវាត្រូវពាក់អាវវាត្រូវយ៉ាងម៉េចទោះបីចរិតវាកោងកាចពីលយ៉ាងម៉េចក៏មានពិធីការក៏មានមេការក្នុងផ្ទះឥឡូវឧទាហរណ៍តើទៅជួបសម្ដេចតេជោចុះមុននឹងទៅជួបសម្ដេចតេជោត្រូវមានតាក់ទងគ្នាជាមួយនឹងអ្នកនៅខាងក្រៅហើយនឹងអ្នកនៅខាងក្នុងផ្ទះណាអានឹងនិយាយការងារទៅចុះពួកបងក៏ធ្លាប់ទៅជួបគាត់បានប្រាប់មកបងនៅខាងក្នុងក៏ត្រូវរៀបចំប្រាប់មកបងអូននេះត្រូវម៉ោងប្រហែលមកជួបពាក់ខោអាវមិនអីសំរុំយ៉ាងម៉េចគេទាំងតែប្រាប់ហើយបើសិនជាក្មេងទំនើងទៅជួបមែនប៉ុន្តែអ្នកចេះដឹងគេមិនបាច់ទៅប្រាប់ឯអាខោអាវហ្នឹងអ្នកឯងទៅជួបថ្នាក់ដឹកនាំកម្រិតហ្នឹងហើយមិនចេះរៀបខ្លួនឈួតហើយមែនឯងដើរទៅដល់ចូលជួបដូចបុត្របន្ទិញឯងចង់ជួបសំរងស៊ីណាមែនទេងាយចូលបានទេងាយជួបទេណាហើយដូចខ្ញុំនិយាយអញ្ចឹងខោអាវអញ្ចឹងរូបរាងអញ្ចឹងណាមិនរើសអាវទេប៉ុន្តែកុំថាឡើយទៅដល់ជួបដើរកាត់មុខផ្ទះគេមកឲ្យដើរទៅផងមនុស្សអញ្ចឹងដើរទៅកាត់មុខផ្ទះប្រធានព្រឹទ្ធសភាមិនកើតណាលបងផ្ទះហ្នឹងគេមិនអាចដើរទៅបានផងណែទ្វារគេបិទតាំងពីនៅផ្លូវធំហ្នឹងណាជីកាត់ទៅឃើញហើយអត់ភារកិច្ចគេមកឲ្យចូលផងព្រោះត្រូវការពារសុខសន្តិភាពគេហៅថាសុវត្ថិភាពក្រុមគ្រួសារថ្នាក់ដឹកនាំផងនិងជាប្រទេសអង្គរៈផងគេមិនឲ្យចូលទៅទេអាហ្នឹងនិយាយតិចចុះដោយសារខ្ញុំជាកាត់តែខ្មៅញឹកញាប់ណាបាទហើយคลิปនេះមិនទៅឆ្លើយតបអីបកស្រាយទេគាត់តែវាហួសចិត្តទាំងថាក្នុងនាមជាប្រសង់មួយទាំងមូលមកនិយាយពាក្យមិនពិតមកយកសារคล้ายមកធ្វើជាការពិតហើយបងប្អូនជឿវាទៅថាលោកទៅក្រុមប្រឆាំងផ្សេងវាឈួតទៅហើយអាលោកនោះវាឈួតទៅដែរអាហេងគឹមឡាយអាសេងរតនានេះគេមិនរាប់ថាជាមនុស្សទេពីព្រោះវានិយាយមិនដឹងអីប៉ុន្តែអាខ្លួនឯងជាលោកនេះវាអញ្ចឹងដែរនេះខ្ញុំវាហួសចិត្តអាប្រសក់អាប្រមាណអ្នកវាមិនដឹងអីទៅហើយយើងជាប្រសង់នោះយើងដឹងមនុស្សតិចទៅថៃអត់ដឹងខ្យល់អីទៀតហើយកោតតែនិយាយចេញមករួចហាមាត់ចេញមករួចបងប្អូនទាំងអស់គ្នាហើយបាទខ្ញុំហួសចិត្តបាទហួសចិត្តអញ្ចឹងចូលទៅមើលអាបុត្របន្ទិញវាឡាយខ្លួនឯងទៅណាបាទឡាយថ្មីនឹងដែរទេមិនជាយូរហើយទេបាទទៅដល់ឃើញអស់បាច់ទៅឃើញមកវីដេអូ 3-4 នឹងក្រុមហ្នឹងណាកុំឲ្យថាខ្ញុំចេះនិយាយខ្ញុំមិនមែនប្រសង់តែខ្ញុំមិនងាយនិយាយពាក្យមិនពិតទេណាពីព្រោះពាក្យដែលខ្ញុំនិយាយចេញមកខ្ញុំបានស្រាវជ្រាវផ្ទៀងផ្ទាត់ជាច្រើនបងប្អូនថាខ្ញុំត្រូវពងខ្ញុំនិយាយពិតប៉ុន្តែរកមើលពាក្យដែលខ្ញុំនិយាយហត់ទៅរកឃើញទៅណារកផ្ទៀងផ្ទាត់ផងកុំយកអារម្មណ៍ខឹងស្អប់រាជរដ្ឋាភិបាលខឹងស្អប់អ្នកគ្រប់គ្រងមកវាយតម្លៃខ្ញុំណាតែខ្ញុំឲ្យបងប្អូនថ្លឹងមើលតើបុត្របន្ទិញនេះវានិយាយនេះមានចេតនាអីមនុស្សវាប្រភ្លឺដល់ថ្នាក់ហ្នឹងអីវាមិនដឹងវាមិនដែលមិនប្រភ្លឺដល់ថ្នាក់មិនដឹងទៅរូបខ្លាយទេប៉ុន្តែធ្វើជាភ្លឺដើម្បីបំភាន់ឲ្យសាធារណមតិសាធារណជនស្អប់ថ្នាក់ដឹកនាំកម្ពុជាធ្វើនយោបាយបែបគំនុំគុំគួនបង្កើតការខឹងស្អប់ទៅដល់ថ្នាក់ដឹកនាំកម្ពុជា